បន្តទៅទៀតនេះនេះខ្ញុំសូមស្វាគមន៍បងប្អូនបេក្ខជនទី3នៃក្រុមស្របឡើងមកធ្វើការបកស្រាយតលេខកលបងប្អូនមានរយៈពេល4នាទីដើម្បីធ្វើការបកស្រាយសូមអញ្ជើញមិត្តក្រុមបដិសេធជាទីស្រឡាញ់មិត្តដូចជាយកច្រឡំខុសហើយថាយុវជនសតវត្សទី21គឺជាយុវជនដែលមានទាំងព្រមរួចទៅហើយស្របទៅតាមគុណសម្បទានៃការអប់រំមានដូចជាវិជាសម្បទាបំណិនសម្បទាចរិយាសម្បទាកាយសម្បទានិងគុណសម្បទាជាកិច្ចចាប់ដើមនាងខ្ញុំសូមគោរពដល់អង្គវេទិកាទាំងមូលជាទីគោរពនាងខ្ញុំឆាន់ទំហួរជាសិស្សនៅវិទ្យាល័យដំដែកគឺជាបេក្ខជនទី3នៃក្រុមស្របសូមធ្វើការឡើងបបស្រាយនៅតលហេកលទី3ដែលបានលើកឡើងថាយុវជនសតវត្សទី21ត្រូវប្រើប្រាស់ចំណេះដឹងប្រកបដោយក្រមសីលធម៌និងមនសិការជាតិដើម្បីចីរភាពសង្គមសប្តាហ៍នេះវត្តមានរបស់យុវជនបាននឹងកំពុងទៅដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនដោយមានការចូលរួមយ៉ាងសកម្មទាំងក្នុងជួររាជរដ្ឋាភិបាលនិងក្នុងវិស័យផ្សេងៗទៀតការអភិវឌ្ឍប្រទេសជាតិត្រូវការជាចាំបាច់នៃយុវជនដែលមានស្មារតីស្នេហាជាតិក្រមសីលធម៌សុចរិតភាពធន់ដើម្បីជំនះរាល់នូវឧបសគ្គផ្សេងៗការគិតបែបវិភាគការច្នៃប្រឌិតភាពស្មោះត្រង់និងទំនួលខុសត្រូវទាំងនេះហើយទើបអាចរួមចំណែកកសាងកម្ពុជាឆ្ពោះទៅរកវិបុលភាពដោះស្រាយបញ្ហាសង្គមពង្រឹងសាមគ្គីភាពជាតិនិងអាចខ្លាចខ្លួនទៅជាពលរដ្ឋយ៉ាងពេញលេញសម្រាប់សង្គមជាតិនាពេលអនាគតហើយនេះក៏បានឆ្លុះបញ្ចាំងឲ្យយើងឃើញពីសកម្មភាពនៃការអនុវត្តចំណេះដឹងដើម្បីឆ្លាតរបស់យុវជនដែលវាជាមូលដ្ឋានគ្រឹះនៃសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពហើយវាក៏អាចធ្វើឲ្យប្រទេសកម្ពុជាសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងក្លាយទៅជាប្រទេសអភិវឌ្ឍនៅឆ្នាំ2050នេះបើយោងទៅតាមយុទ្ធសាស្ត្របញ្ចការដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាត្រង់មុំទី1និងមុំទី2បានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្សតាមរយៈការកសាងចំណេះដឹងក្រមសីលធម៌វិន័យនិងទំនួលខុសត្រូវព្រោះថាដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងការកសាងប្រទេសកម្ពុជាឲ្យមានចីរភាពនេះមិនសូវបញ្ជាក់ឲ្យយើងឃើញទេឬថាមានតែចំណេះដឹងគឺមិនគ្រប់គ្រាន់ទេយុវជនត្រូវចេះប្រើប្រាស់ចំណេះដឹងប្រកបដោយក្រមសីលធម៌វិន័យនិងទំនួលខុសត្រូវទើបអាចកសាងកម្ពុជាឆ្ពោះទៅរកវិបុលភាពមួយវិញទៀតបើយោងទៅតាមប្រសាសន៍របស់សម្ដេចបវរមវធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងឱកាសពិធីសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំនិងគណៈកម្មការនយោជិតកំពុងផែស្វ័យយ័តក្នុងប្រទេសហនុដោយលោកបានមានប្រសាសន៍ថាប្រទេសជាតិត្រូវការជាចាំបាច់នៅធនធានមនុស្សជាពិសេសគឺយុវជនដែលមាននៅឆន្ទៈសមត្ថភាពក្រមសីលធម៌ដើម្បីពង្រឹងខ្លួនដែលនេះគឺជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យប្រជាជនមានជីវភាពកាន់តែល្អប្រសើរហើយប្រទេសជាតិយើងក៏កាន់តែរឹងមាំមួយវិញទៀតសោតបើយោងទៅតាមប្រសាសន៍របស់អាដាមបណ្ឌិតសភាចាហងជូណារុនឧបនាយករដ្ឋមន្ត្រីនៃក្រសួងអប់រំយុវជននិងកីឡាបានថ្លែងក្នុងឱកាសពិធីបណ្ដុះបណ្ដាលគ្រូបង្គោលកម្មវិធីមនសិការពលរដ្ឋល្អដោយលោកបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបាននឹងពង្រឹងប្រជាជនកម្ពុជាគ្រប់រូបឲ្យក្លាយទៅជាពលល្អមិត្តល្អសិលល្អនិងពលរដ្ឋល្អស្របទៅតាមចក្រស្ដាំនៃការអប់រំដើម្បីមានសិលធម៌អប់រំដើម្បីមានចំណេះដឹងអប់រំដើម្បីមានចំណេះធ្វើអប់រំដើម្បីមានក្រមសីលធម៌និងអរិយាប័ន្នល្អនិងអប់រំដើម្បីឲ្យចេះរស់នៅសង្គមប្រកបដោយសុខដុមរមនាសរុបជារួមមកសកម្មភាពនៃការអនុវត្តចំណេះដឹងរបស់យុវជនពិតជាកម្លាំងជំរុញដ៏សំខាន់ក្នុងការកសាងកម្ពុជាឆ្ពោះទៅរកវិបុលភាពហើយជាចុងក្រោយនាងខ្ញុំក៏សូមដាស់តឿនការរំលឹកទៅដល់យុវជនទាំងអស់ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រហើយនឹងយកចំណេះដឹងនោះទៅប្រើប្រាស់ហើយស្ដាប់នឹងពាក្យស្លោកមួយបានទៅថាជំទាវស្នូលឫស្សីយុវជនស្រស់ស្រីស្នូលត្រកូលហើយជាចុងក្រោយនាងខ្ញុំនៅតែប្រកាន់គោលជំហរគ្រប់គ្រងទៅលើវិធានបទនេះដដែលសូមគោរពអរគុណនិងសូមអរគុណ